អ្វីវាគ្រាន់តែជាម៉ាកខូចកញ្ញាខោតើអ្នកកំពុងបោកបញ្ឆោតខ្ញុំជាមួយវត្ថុអនុស្សាវរីយ៍ទេទាំងអស់គ្នាតើនេះអាចទៅរួចដោយរបៀបណានេះជាគ្រឿងបូជាដែលបន្សល់ទុកដោយបុព្វបុរសនៃគ្រួសារស៊ូតើអ្នកបានមកពីណាក្មេងស្រីកាលខ្ញុំនៅក្មេងខ្ញុំបានជួយសង្គ្រោះបុរសចំណាស់ម្នាក់ដែលត្រូវបានពស់ពីរខាំនៅលើភ្នំមុនពេលគាត់ចាក់ចេញគាត់បានឲ្យវត្ថុនេះមកខ្ញុំហើយប្រាប់ខ្ញុំថាប្រសិនបើខ្ញុំជួបការលំបាកនៅថ្ងៃអនាគតខ្ញុំគួរតែយកវាទៅទីក្រុងដើម្បីស្វែងរកវានេះគឺជាឪពុករបស់ខ្ញុំគាត់គឺជាជីតារបស់ឆេងយេងកាលពី10ឆ្នាំមុនបុរសចំណាស់ម្នាក់នោះស្រាប់តែបាត់ខ្លួនគ្រួសារស៊ូរបស់យើងបានស្វែងរកគាត់អស់រយៈពេលជាច្រើនថ្ងៃមនុស្សគ្រប់គ្នានឹងឈួតក្នុងខែនេះវាប្រែថាអ្នកគឺជាអ្នកដែលជួយសង្គ្រោះឪពុកខ្ញុំកាលពីពេលនោះប្រសិនបើខ្ញុំបង់1000លាននោះទាំង10នឹងត្រូវផ្ទេរទៅឈ្មោះអ្នកក្រោមបង្គាប់ហើយចាត់ទុកជាថ្លៃកែតម្រូវរបស់អ្នកក្រោមបង្គាប់ឥឡូវនេះឆេងយេងបានរកឃើញអ្នកហើយអ្នកបានក្លាយជាកូនប្រសារនៃគ្រួសារស៊ូរបស់យើងមិនអីទេពេលនេះឆេងរួនបានរកឃើញអ្នកហើយអ្នកបានក្លាយជាកូនប្រសារគ្រួសារយើងនៅទីនេះអ្នកទៅនេះគឺជាភាពស្មោះត្រង់របស់ឆេងយេនចំពោះអ្នកកាលនោះឪពុកខ្ញុំឆេងយេងដេកលើគ្រែឈើហើយសរសេរសម្បត្តិស្នេហាទាំងនេះទៅអ្នកពេលកំពុងញ៉ាំសាច់ជ្រូកបំពងសម្បត្តិមួយច្បាប់ដែលគាត់សរសេរមកខ្ញុំមិនបានបាត់ទេហើយខ្ញុំនៅតែមានវានៅក្នុងកម្មសិទ្ធិរបស់ខ្ញុំកាលពី5ឆ្នាំមុននេះខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងទូទៅហើយថែមទាំងចម្អិនម្ហូបដោយខ្លួនឯងទៀតផងបើតាចាស់ចង់ញ៉ាំខ្ញុំក៏ចង់ញ៉ាំដែរក្រោមសូមអរគុណចំពោះអ្វីដែលអ្នកអរគុណខ្ញុំសម្រាប់អាហារដែលអ្នកបានផ្ដល់ឲ្យខ្ញុំកាលពី5ឆ្នាំមុននៅពេលនោះខ្ញុំមិនមានអ្វីសោះវាគឺជាអ្នកដែលបានផ្ដល់ឲ្យខ្ញុំនៅភាពកក់ក្ដៅអរគុណដែលមិនលែងដៃខ្ញុំថ្ងៃនេះអ្នកដែលធ្លាប់ធ្វើបាបអ្នកពីមុនខ្ញុំនឹងដោះស្រាយអារម្មណ៍របស់ខ្ញុំចាប់ពីពេលនេះទៅអ្នកមិនចាំបាច់បង្ហាញតម្លៃរបស់អ្នកចំពោះនរណាម្នាក់ឡើយជាឆេងយ៉ាងខ្ញុំពិតជាដឹងគុណខ្លាំងណាស់សម្រាប់ការត្រឡប់មកវិញនៅថ្ងៃនេះបើមិនបានត្រឡប់មកវិញទេខ្ញុំប្រហែលជាមិនដឹងរឿងនេះទេក្នុងជីវិតនេះជាឆេងយ៉ាងដែលខ្ញុំបានជួយសង្គ្រោះដោយសម្ងាត់បានសរសេរសម្បត្តិស្នេហាជាច្រើនដែលខ្ញុំមិនដែលចូលក្នុងដៃរបស់ខ្ញុំតើអ្នកដឹងរឿងនេះដោយរបៀបណាបុរសចំណាស់បានឲ្យវាមកខ្ញុំដោយសម្ងាត់គាត់ថាមានពេលមួយអ្នកដេកលើគ្រែពេទ្យពេលកំពុងញ៉ាំសាច់ជ្រូកអាំងខ្ញុំស្រក់ទឹកភ្នែកនិងឈាមពេលនោះអ្នកកំពុងទប់អារម្មណ៍យ៉ាងខ្លាំងក្នុងចិត្តថាបើអ្នកមិនព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីក្លាយជាមនុស្សកំពូលទេអ្នកនឹងមិនមានសមត្ថភាពឈរក្បែរខ្ញុំឡើយដូច្នេះឥឡូវនេះខ្ញុំមានសាជីដើម្បីនៅជាមួយអ្នកទេលោកស៊ូអ្នកខ្លាំងពូកែខ្លាំងពេកខ្ញុំអាចរត់យ៉ាងលំបាកដើម្បីឈានដល់ចំណុចកំពូលដូចអ្នកហើយជួបអ្នកនៅខាងមុខបន្ទាប់មកខ្ញុំនឹងរងចាំអ្នកទោះត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយខ្ញុំនឹងឈរនៅទីនេះទល់នឹងខ្យល់ហើយរងចាំអ្នកខ្ញុំនឹងមិនបោះជំហានទៅមុខឬថយក្រោយឡើយខ្ញុំនឹងរងចាំតែអ្នកមករកខ្ញុំការឡើងចុះនិងការបែកគ្នាទាំងអស់ក្នុងអតីតកាលបានចប់ពីនេះទៅទាំងថ្ងៃទាំងយប់គេលែងដេញគ្នាឆ្លងកាត់ផ្លូវឆ្ងាយទៀតហើយនៅទីបំផុតពួកគេនឹងនៅខាងគ្នាទៅវិញទៅមក